លោកកាំងតុងងីអ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូបញ្ជាក់ថាកម្ចីខុសច្បាប់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ទៅដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេប៉ុន្តែប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋកម្ពុជាដោយសារតែកម្ចីទាំងអស់នេះមានការប្រាក់ខ្ពស់ហួសហេតុនិងមិនមានយន្តការនៅក្នុងការការពារទៅដល់អតិថិជនថ្លែងប្រាប់កម្ពុជាថ្មីលោកកាំងតុងងីបានលើកឡើងកន្លងមកឃើញថាប្រជាពលរដ្ឋជាច្រើនបានរងផលប៉ះពាល់ដោយសារតែកម្ចីខុសច្បាប់ព្រោះប្រតិបត្តិការនៃកម្ចីទាំងអស់នេះមានអត្រាការប្រាក់ខ្ពស់ហើយមានការគំរាមកំហែងការបំផិតបំភ័យនិងការបរិហាគេជាដើមហើយក៏មានករណីមួយចំនួនអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សាឬក៏ករណីធ្ងន់ធ្ងរមានដល់ការធ្វើអត្តឃាតនានាជាដើមវិធីងាយដែលអាចសម្គាល់បានថាស្ថាប័ននោះមានអាជ្ញាប័ណ្ណឬក៏អត់ទី1ជាទូទៅស្ថាប័នមានច្បាប់គឺមានទីតាំងច្បាស់លាស់ដែលអាចមើលឃើញនិងអាចស្គាល់បានហើយទី2ស្ថាប័នដែលមានច្បាប់គឺមានអត្រាការប្រាក់មិនលើសពី 1.5% នោះទេដូច្នេះនេះគឺជាវិធីងាយៗដែលជួយឲ្យពលរដ្ឋបានស្គាល់ថាគ្រឹះស្ថាននោះផ្លូវការឬមិនផ្លូវការលោកកាំងតុងងីបន្ថែមបែបនេះលោកបានលើកឡើងបែបនេះគឺបន្ទាប់ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវនៅបង្ក្រាបករណីផ្ដាល់ប្រាក់កម្ចីខុសច្បាប់ចំនួន5ក្រុមដែលមានអត្រាការប្រាក់ខ្ពស់និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន64នាក់ក្នុងនោះមានស្រី24នាក់រួមទាំងវត្ថុតាងមួយចំនួនធំក្នុងចំណោមក្រុមផ្ដាល់ប្រាក់កម្ចីទាំង5ក្រុមនោះគឺសុទ្ធតែខុសច្បាប់ដោយក្នុងនោះមាន4ក្រុមគឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយដោយឡែកមួយក្រុមទៀតមានអាជ្ញាប័ណ្ណប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះមិនមែនជាអាជ្ញាប័ណ្ណផ្ដល់ប្រាក់កម្ចីនោះទេយ៉ាងណាក៏ដោយទីតាំងផ្ដល់ប្រាក់កម្ចីទាំងអស់នោះគឺបានផ្ដល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិតក្នុងរូបភាពក្លែងបន្លំការប្រាក់ពី10ទៅ15%ក្នុងមួយខែប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ80ទៅ85%ទន្ទឹមនេះលោកកាំងតុងងីក៏បានសង្កត់ធ្ងន់ដែរថាក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសូមស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនមេត្តាកុំប្រើប្រាស់នៅកម្ចីក្រៅផ្លូវការទាំងអស់នេះព្រោះវានឹងបង្កបញ្ហាបង្កការលំបាកដល់ខ្លួនឯងនៅពេលក្រោយហើយសូមងាកមកប្រើប្រាស់តែកម្ចីដែលមានគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណមានច្បាប់ត្រឹមត្រូវព្រោះក្រៅតែពីអត្រាការប្រាក់មិនលើសពី 1.5% ស្ថាប័នដែលមានអាជ្ញាប័ណ្ណច្បាស់លាស់ក៏មានយន្តការនៅក្នុងការការពារអតិថិជនជាពិសេសពេលពលរដ្ឋមានបញ្ហាគេនឹងមានដំណោះស្រាយ